ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ចាឥឡូវនេះចាមកវគ្គទៀតហើយបងប្អូនទាំងអស់គ្នាចាល្ងាចឡើងថ្ងៃទី7មិនិនាគឺជាថ្ងៃចាល្អថ្ងៃសុក្រចាឆ្នាំ2025ចានាងខ្ញុំបានមកចូលរួមកម្មវិធីចាញ៉ាំការចាហើយនឹងកូនរបស់នាងខ្ញុំចាក្នុងកម្មវិធីចាមង្គលការបងប្អូនចាជីដូនមួយរបស់នាងខ្ញុំចាកម្មវិធីនេះគឺពិតជាមានភ្ញៀវមកចូលរួមច្រើនអ៊ូអរមែនតែនចាហើយចានាងខ្ញុំថ្ងៃហ្នឹងគឺពិតជាចាហត់បន្តិចមែនប៉ុន្តែពិតជាសប្បាយរីករាយមែនតែនចាអ្នកចូលរួមច្រើនអ៊ូអរមែនតែនចាពុកម៉ែបងប្អូនចាហើយក៏ស្រស់ស្រូបជាមួយនឹងអាហារចាពេលល្ងាចចាសាច់គោបុកម្អមចាភ្លាសាច់គោបុកល្អមចាហើយក៏ម្ហូបជាច្រើនមុខទៀតចាចូលរួមញ៉ាំយ៉ាងឆ្ងាញ់ពិសាហើយក៏មានតន្ត្រីយ៉ាងពិរោះចាដើម្បីកំដរអារម្មណ៍យើងផងដែរចាហើយនេះនាងខ្ញុំក៏ចាប់ផ្ដើមចាសោះស្រូបអាហារហើយនាងខ្ញុំក៏ចាប់ផ្ដើមចាមកថតលេងបន្ទាប់មកចាកម្មវិធីចុងក្រោយចាហើយជាម៉ោង10កន្លះក៏ចាប់ផ្ដើមចារំលេងកំសាន្តទាំងអស់គ្នាជាមួយនឹងចាបងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងនាងខ្ញុំក៏ឃើញភ្លេងក៏ចង់រំនឹងគេដែរប៉ុន្តែចានាងខ្ញុំអត់បានជារំទេនាងខ្ញុំបានរំបានតិចហើយនាងខ្ញុំក៏ថតចាហើយនេះគឺចាពេលចូលញ៉ាំការក៏បានញ៉ាំជុំគ្នាចាភ្ញៀវបានចូលពេញតុចាភ្ញៀវបានចូលរួមច្រើនមែនតែនចាអ៊ូអរសប្បាយអញ្ចឹងណាភ្ញៀវចូលរួមច្រើនចាយុវវ័យកំមុំកន្លោះចាក៏ចាប់ផ្ដើមចាចូលរំលេងកំសាន្តជាមួយនឹងតន្ត្រីយ៉ាងពិរោះរណ្ដំចាហើយក៏មានជាមួយនឹងក្មេងៗអ្នកភូមិនាងខ្ញុំសិស្សសាលាចាហើយក៏បានរំលេងកំសាន្តយ៉ាងសប្បាយរីករាយចាជាមួយនឹងកម្មវិធីមង្គលការប្អូនជីដូនមួយចាហើយក៏ជូនពរឲ្យគាត់ចាមានសុភមង្គលចាក្រុមគ្រួសារស្រឡាញ់គ្នាជារៀងរហូតដល់ចាស់កងខ្នងហើយរស់ស៊ីមានបានចាហើយក៏នាងខ្ញុំក៏ដូចគ្នាដែរចាក្រុមគ្រួសារនាងខ្ញុំចាហើយក៏ចាប់ដើមចាថតជាមួយនឹងចាបងប្អូនអ្នកភូមិចាមិត្តភ័ក្តិទាំងអស់កើតមកចូលរួមហើយក៏រំលេងកំសាន្តយ៉ាងសប្បាយរីករាយចាជាមួយនឹងតន្ត្រីយ៉ាងកន្ត្រាក់អារម្មណ៍ចាភូមិរបស់នាងខ្ញុំចាខេត្តសៀមរាបចាវត្តចកយើងហ្នឹងចានេះគឺជាកូនកំមុំចាកូនកំមុំសូវខ្ពស់ប្រហែលទេបងចាពុកម៉ែបងប្អូនចានេះប្អូនស្រីនាងខ្ញុំចាកើតស្លៀកពាក់ចារោចាហើយម្ដាយរបស់នាងខ្ញុំប្អូនរបស់នាងខ្ញុំនិយាយទៅគ្រួសារបងប្អូននាងខ្ញុំចូលរំទាំងអស់តែម្ដងចាប្អូនស្រីយ៉ាងនេះប្អូនស្រីនាងខ្ញុំពាក់អាវពណ៌សម្ដាយរបស់នាងខ្ញុំក៏ស្លៀករ៉ូបហើយប្អូនស្រីមួយទៀតហ្នឹងក៏ស្លៀករ៉ូបចាផ្កាឈូក